បាទជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនមេរៀនថ្មីមួយទៀតបាទតកតងជាមួយនឹងការលេងសម្គាល់ខ្សែទី1ទី2ទី3ទី4ទី5ទី6តើអត្ថប្រយោជន៍នៃការដែលយើងរៀនខ្សែហ្នឹងតើវាមានអត្ថប្រយោជន៍អ្វីខ្លះបាទឥឡូវខ្ញុំទៅសេងចេះណាបងប្អូនឥឡូវខ្ញុំទៅសេងចេះឥឡូវយើងដំបូងយើងត្រូវទិញខ្សែជាមួយខ្ញុំសិនណាបាទខ្សែទី1នេះខ្សែក្រោមគេបាទខ្សែក្រោមគេគឺខ្សែមីសំឡេងវាតូចមីដល់ពេលខ្សែទី2ខ្សែ C បាទខ្សែ C នេះវាស្របចឹងណាបាទខ្សែទី3ខ្សែរ៉េខ្សែសុលសំទោសបងខ្សែទី3បាទខ្សែទី3ខ្សែសុលបាទខ្សែសុលហើយខ្សែទី4ខ្សែរ៉េខ្សែទី5ខ្សែឡាហើយទី6ខ្សែមីតែសំឡេងវាសំឡេងធំបាទហើយថ្ងៃនេះយើងនឹងរៀននេះជាមួយគ្នាយើងនឹងរៀនហេតុអ្វីបានជាយើងត្រូវរៀនសម្គាល់ខ្សែនឹងវាចាំបាច់អីបាទពេលខ្លះបងប្អូនតេតងជាមួយនឹងការលេងហ្គីតានេះលេងហ្គីតានៅពេលដែលយើងលេងធម្មតាយើងចាប់រ៉េឧទាហរណ៍ខ្ញុំចាប់រ៉េចឹងបងប្អូនលេងពេលបើសិនជាបងប្អូនលេងខ្សែយកទាំងអស់ក៏ដោយវាលេងអត់ព្រោះទេឃើញបងអ្នកខ្លះលេងហើយអីគាត់ថាចុះមិនបានខ្ញុំលេងទៅវាអត់ព្រោះតែពិតដូចយើងចាប់រ៉េយើងចាប់លេងត្រឹមតែក្របរ៉េមកដល់ពេលដូបើយើងចាប់ដូហើយបើយើងចាប់រ៉េយើងលេងចេះឬក៏យើងចាប់ដូយើងលេងចេះវាអត់ព្រោះបាទសលេងវាគឺវាត្រឹងណាតែដើម្បីឲ្យព្រោះយើងនឹងស្វែងយល់ទាំងអស់គ្នានៅពេលនេះបាទតោះឥឡូវយើងចាប់ផ្ដើមហ្នឹងបងប្អូនឥឡូវខ្ញុំគូសអញ្ចេះឲ្យមើលបាទអានេះមីបាទខ្សែធំជាងគេខ្សែខាងលើបងប្អូនគឺក្រកហៅខ្សែមីបើសិនយើងកេះតឹងអញ្ចឹងនៅពេលយើងកេះតឹងអញ្ចឹងយើងអត់ចុចអីទាំងអស់គឺសំឡេងមីបាទប៉ុន្តែបើសិនជាបងប្អូនយកដៃចង្អុលបងប្អូនឬក៏ដៃក្តារដៃនាងដៃអីនេះចុចនៅលើកន្លែងនេះបាទចុចនៅកន្លែងចំកន្លែងនេះឲ្យជាប់ឲ្យយើងកេះគឺសំឡេងមីនេះវាលោតមកសំឡេងហ្វាបាទនេះបាទសំឡេងហ្វាអញ្ចឹងហើយហ្វាបាទបន្ទាប់ពីហ្វាមកយើងមិនទាន់យល់ពីហ្វាយេសឬហ្វាយេសឬក៏សូលប៊ីម៉ុលទេយើងម្លងមកខ្សែនេះចេញសិនណាបងប្អូនណាអានេះហ្វារួចកន្លែងនេះគឺសូលបើសិនជាបងប្អូនយកដៃចង្អុលចុចចំកន្លែងនេះចុចជាប់ចំខ្សែនេះចុចចំខ្សែនេះហើយយើងកេះគឺសំឡេងវាសូលបាទសំឡេងសូលបាទសូលហើយបន្ទាប់មកឥឡូវយើងមានប្រមាណ1 2 3 4យើងមានតែ4ខ្ទង់បានណាតែប៉ុតវាមានដុល្លារទៀតលេងដាក់ដុល្លារចឹងខ្ញុំថយក្រោយតិចសិនអីអូខេដាក់មួយខ្ទង់ទៀតណាបងប្អូនបាទសូលហើយបន្ទាប់មកនេះឡាអូខេឡាបាទចុចកន្លែងនេះមកបើយើងកេះចោលមីយើងកេះចោលមីបើយើងយកដៃចង្អុលចុចចំខ្ទង់ទី1ខ្សែទី6នេះហ្វាបើយើងយកដៃចង្អុលចុចចំខ្ទង់ទី3ខ្សែទី6សំឡេងវាសូលបើយើងចុចចំខ្ទង់ទី5ខ្សែទី6គឺវាទៅជាសំឡេងឡាបាទឥឡូវយើងមកមើលចុះមកមើលខ្សែក្រោមទៀតបាទខ្សែក្រោមខ្សែទី5ណាបងប្អូនណាបាទឥឡូវយើងមកមើលខ្សែទី5ណាទី5គឺយើងកេះចោលគឺសំឡេងវាឡាណាបងប្អូនសំឡេងឡាបាទតែបន្ទាប់ពីយើងចុចយើងនិយាយថាឡាយើងម្លងមួយខ្ញុំម្លងទាំងអស់អានេះពីនេះមកនេះខ្ញុំម្លងឥឡូវកន្លែងខ្ញុំម្លងដែរសារវាឡាវាដឹងតែកន្លែងនេះឡាយេសហើយឡាយេស C បាទបងប្អូនត្រូវចំណាំលើថាចន្លោះនេះគឺវា yes ហើយបាទវា yes ប៉ុន្តែនឹងយើងនឹងស្វែងយល់ពេលក្រោយសំខាន់ខ្ញុំចង់ឲ្យបងប្អូនស្គាល់ do re mi fa sol la គាត់ធំទាំង7សិនណាបងប្អូនបាទយកអត់ទាន់បំបែកឲ្យគាត់ទេបាទហើយបន្ទាប់ពី C នេះបាទបងប្អូនចំណាំមើលកន្លែងនេះចំណុចពិសេសបាទចំណុចពិសេសវាមាន2បាទពី C នេះមកកន្លែងនេះបាទគឺដូបាទបងប្អូន C ដូបាទវាអិនឡងហ្នឹងណាបាទដោយសារ C ហើយនឹងដូនេះ C ហើយនឹងដូវានៅជិតគ្នាបាទវានៅជាមួយគ្នាបណ្ដោយហើយមួយទៀតគឺមីហើយនឹងហ្វានេះក៏វានៅជិតគ្នាដែរចំណាំបងប្អូនស្គាល់ពីនេះវានៅជាមួយគ្នាបណ្ដោយវាអិនឡងហ្នឹងណាបាទន័យថាពីនេះមកនេះគឺតែកន្លះទេណាបងប្អូនហ្នឹងហើយបាទន័យថាវាអិនឡងដូចពីសូលទៅ
từ là về đóបងប្អូនព្រោះអីពីsol ទៅឡាវាមាន sol yes ឡើងនេះមួយទៀតបើពី fa មក sol fa fa yes sol ចឹងណាបាទប៉ុន្តែពី c ទៅ do គឺវារំលងតាមមកកាឡាទេណាបងប្អូនចំណាំណាបាទឥឡូវនេះយើងបន្តទៀតបាទ c រួចកន្លែងនេះរំលងមួយ re មេរៀននេះរៀងវែងតិចតែចង់ឲ្យបងប្អូនយល់អានេះវាសំខាន់បាទ re ហើយឥឡូវយើងចុះមកដល់ខ្សែ re ដែរនេះបាទ re ខ្សែនេះបើសិនជាយើងកេះខ្សែទី5នេះចោលបងប្អូនទី4ចោលបើយើងចេះខ្សែទី4ចោលខ្សែនេះគឺខ្សែ re អញ្ចឹង re រំលងមកកម្ម re re yes មីបាទមីឡើយនេះបងប្អូនចាំមើលអីមីដូចនេះបាទមីរួច fa វានៅចិត្តវានៅចិត្តមីនេះដូចគ្នាដែរឃើញទេបាទតបមក fa រួចឡងមួយ sol នេះបាទតិចទៀតនឹងចូលដល់វគ្គសំខាន់នេះបងប្អូនបាទហើយតបមកយើងខ្សែទី3គឺខ្សែ sol បាទ sol រួច sol yeah កន្លែងនេះដូចវាសលេងកន្លែងនេះដែរឡងមកកម្មមក sol yeah យើងអត់គូទេណាយើងរៀនអាខតធំទាំងឡាបាទយើងរៀនតែខតយើងរៀនតែក្របភ្លេងដែលទាំង7ដែលយើងធ្លាប់រៀនកន្លងមកបងប្អូនយើងអត់តន់បាយទេណាចំណាំណាអូខេបន្តមកកន្លែងនេះឡងមួយ C រួចដូបាទតបមកខ្សែនេះខ្សែគេបងប្អូនឃើញនេះគឺបើសិនយើងកេះចោលកេះកន្លែងនេះចោលគឺខ្សែនេះហៅខ្សែ C បាទខ្សែ C អញ្ចឹង C នឹងដូរចិត្តគ្នាបាទហើយ re តែឲ្យបដ ទៅបាទហើយតបមកខ្សែនេះខ្សែលើដូចគ្នាទេគាត់សំឡេងតូចសំឡេងធំបាទ fa sol la អូខេឥឡូវយើងចូលដល់អ្វីដែលយើងចាំបាច់បាទហើយទៅខ្ញុំលើកមេរៀននេះមកដល់ពេលហើយបាទដល់ពេលដែលចាំបាច់អញ្ចឹងបើសិនជាសម្រាប់បងប្អូនដែលអត់ទាន់ subscribe នៅ channel របស់ខ្ញុំបងប្អូនអាចចុច subscribe មួយដើម្បីតាមដានមើលវីដេអូបន្តទៀតហើយបើបងប្អូនចង់មើលមេរៀនដំបូងដែលបងប្អូនឆ្ងល់បងប្អូនអាចមើលទៅចំណងជើងមេរៀនណាដែលបងប្អូនគិតថាអាចរៀនបានក៏រៀនដែរណាបងប្អូននេះគ្រាន់តែជាការចែករំលែកនៃការលេងហ្គីតារបស់ខ្ញុំកន្លងមកបងប្អូនបាទហើយបើសិនជាខុសតោះកន្លែងណាក៏បងប្អូនមើលតាមហ្នឹងណាអធិស្ឋានណាខ្ញុំចែករំលែកនៅអ្វីដែលខ្ញុំចេះបាទអូខេបងប្អូនឥឡូវយើងចូលមករៀនមេរៀនយើងវិញបាទមេរៀនយើងគឺថ្ងៃនេះខ្ញុំចង់បង្ហាញឲ្យបងប្អូនលេងខតឲ្យវារៀនពីរោះជាងមុនបន្តិចបាទប៉ុន្តែគាត់តែដាក់យើងដាក់មេចំណងជើងយើងរបៀបរៀនសម្គាល់ខ្សែហ្គីតាបាទតើសម្គាល់ម៉េចនេះបងប្អូនដំបូងត្រូវសម្គាល់នេះមកនេះស្គាល់ខ្សែនេះសំខាន់ណាបាទខ្សែទាំង6នេះតបមកយើងចាប់ផ្ដើមមើលបាទឥឡូវយើងឧទាហរណ៍តែខ្ញុំចាប់ខតដូអូខេឥឡូវខតដូណាបងប្អូនតឥឡូវបងប្អូនចូលចិត្តមើលដៃខ្ញុំបាទខតដូចង្អុលខ្សែទី2ខ្ទង់ទី1តបមកដៃកណ្ដាលខ្សែទី4ខ្ទង់ទី2ហើយតបមកដៃនាងខ្ញុំនៅក្នុងខ្សែទី5ខ្ទង់ទី3បាទហើយការកេះបងប្អូនមើលការកេះនៅលើនេះណាបាទនេះឃើញដៃនាងខ្ញុំវានៅចំក្របនេះចំក្របដូនេះបាទវាមានអានេះមួយក្របបាទនេះមួយក្របហើយមីនេះមួយក្របហើយនឹងដូនេះមួយក្របបាទអញ្ចឹងឃើញដៃខ្ញុំនេះវាចំក្របដូអញ្ចឹងយើងមិនបាច់ត្រូវកេះអាខ្សែទី6នេះទេនេះខ្សែទី1នេះក្របមីនេះបាច់ទេតែបើបងប្អូនកេះក៏អត់បញ្ហាដែរពេលខ្លះយើងលេងលឿនណាពេលខ្លះយើងលេងលឿនវាអាចប៉ះប៉ុន្តែបើសិនជាបងប្អូនបដានេះបើយើងលេង finger slide ក៏យើងចាប់ដើមពេលហ្នឹងដែរអ្នកខ្លះគាត់ខមមិនថាបងនៅពេលដែលខ្ញុំចាប់ខតដូអញ្ចឹងខ្ញុំគួរតែកេះអាណាមុនគេខ្ញុំកេះសំឡេងដូបងប្អូននេះយើងអាចកេះសំឡេងលឿនទេអានេះវាខុសអញ្ចឹងបាទដល់ពេល La minor ឧទាហរណ៍ថាបងប្អូនចាប់ខត La minor យើងដៃចង្អុលឡើងនេះដៃនាងឡើងនេះដៃកណ្ដាលឡើងនេះដៃនាងឡើងនេះបាទហើយយើងត្រូវកេះខ្សែ La នេះពួកវា La minor មើលអូខេឥឡូវយើងចាប់ខត Re ម្ដងបាទខត Re បាទ Re គឺដៃចង្អុលយើងនៅកន្លែងនេះដៃកណ្ដាលយើងគឺនៅចំកន្លែងនេះហើយដៃនាងយើងគឺនៅចំកន្លែងនេះអ្វីដែលយើងលេងគឺយើងលេងពីខ្សែ Re មកនេះកេះពី5ខ្សែ Re មកបាទហ្នឹងហើយខ្សែ Re សំខាន់យើងគិតលើសំឡេងណាសំឡេងណា
យើងលេងស្ដាំដូចគ្នាដែរប៉ុន្តែបើសិនជាបងប្អូនលេងទាំងអស់ជាមួយយើងសាកលេងទាំងខ្សែទី6មកលេងអញ្ចឹងអត់ព្រោះទេអញ្ចឹងសម្រាប់តែបងប្អូនឆ្ងល់អញ្ចឹងបាទអាហ្នឹងសម្រាប់យើងចាប់ខ្សែរ៉េចុះបើសិនជាសុលបងប្អូនមើលខ្ញុំចាប់សុលខ្ញុំចាប់ចេះដៃនឹងអុលខ្ញុំដៃកដាខ្ញុំវានៅចំក្រប B នេះដល់ពេលដៃនាងខ្ញុំនេះដៃនាងនេះវាចំក្របសុលនៅលើនេះហើយអាកូនដៃកូនខ្ញុំក៏សុលនៅក្រោមនេះបាទអញ្ចឹងយើងកេះសំឡេងសុលយកមកបដ ாய் ទាំងអស់ហ្នឹងអត់លាវទេបាទអាហ្នឹងវាពិសេសមែនតើអញ្ចឹងហើយសម្រាប់សំណួរដែលបងប្អូនថាតើបើសិនជាបងប្អូនចាប់មី master នេះខ្សែនេះគឺខ្សែមីហើយបងប្អូនបាច់យកត្រឹមទី5ទៅព្រោះអីវាជាសំឡេងមីហើយខ្សែ master យើងចាប់ដៃកន្លែងក្របដៃនេះមកក្របអានេះមកក្របអានេះមកក្របហើយដល់ពេលអញ្ចឹងយើងកេះទាំងខ្សែទី6មកពីខ្សែលើមកដោយសារគឺសំឡេងហ្នឹងបើយើងអត់ចុចអីទាំងអស់គឺសំឡេងនេះគឺសំឡេងមីហ្នឹងហើយណាបងប្អូនមីនេះបាទអញ្ចឹងកេះមកតែបើយើងរ៉េបើយើងចូលដល់រ៉េយើងលេងនឹងក្រោមនេះមកហើយមីវិញបាទអញ្ចឹងហើយមេរៀនថ្ងៃនេះគឺគាត់តែចង់ឲ្យបងប្អូនរៀនសម្គាល់ខ្សែហើយនឹងបើយើងរៀនទៅអត្ថប្រយោជន៍នៃការសម្គាល់ខ្សែហើយនឹងលេងខតឲ្យបានត្រឹមត្រូវឲ្យបានព្រោះបាទបាទលើកមុនខ្ញុំគាត់ប្រាប់បងប្អូនថាយើងលេងប្រើភិកមិនលេងឲ្យបានត្រឹមត្រូវឲ្យព្រោះតែថ្ងៃនេះគឺយើងរៀនសម្គាល់ខ្សែផងបាទហើយមេរៀនថ្ងៃនេះមានតែប៉ុណ្្នឹងឯងបងប្អូនមានតែប៉ុណ្្នឹងទេបាទហើយយើងនឹងជួបគ្នានៅមេរៀនបន្តទៀតអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាឬរៀនជាមួយគ្នាអរគុណសម្រាប់ការតាមដាននៅលើ channel របស់ខ្ញុំក៏ដូចជា subscribe នៅក្នុង channel របស់ខ្ញុំបាទអរគុណ